តទៀតទៅឲ្យតែមានមួយខែទៀតយើងនឹងអាចយកបានសិទ្ធិទាំងប្រមាណរបស់ឈិញសើគ្រប់ហើយស្វាគមន៍ការទស្សនាកម្មវិធីថ្មីបំផុតប្រចាំឆ្នាំដៃគូខ្ញុំម្នាក់ទៀតកម្មវិធីនេះកូនប្រុសឯងឈប់វិលទៅវិលមកវិលចុះវិលឡើងម៉ាក់ឈឺភ្នែកណាម៉ាក់មិនយល់ថាចម្លែកទេអាកប្បកិរិយានយោការចំពោះឈិញជីងឡានគឺមិនធម្មតាទេគេត្រឹមជាអ្នកចិញ្ចឹមជ្រូកមានទំនាក់ទំនងអីជាមួយអគ្គនាយកទៅឯងគិតច្រើនពេកហើយពេលនេះបញ្ហាបន្ទាន់របស់ពួកយើងគឺរលុយត្រូវហើយគឺស៊ីយានម្នាក់នោះឯងត្រូវចាប់នាងឲ្យជាប់ប៉ានាងក៏ជាអ្នកមានដែរចង់ចូលរួមកម្មវិធីរបស់ពួកយើងលើកនេះអាចទូរស័ព្ទមកហើយផ្ញើឯកសារបានពួកខ្ញុំយោងតាមឯកសាររបស់គ្រប់គ្នាជ្រើសរើសអ្នកដែលមកចូលរួមកម្មវិធីមើលពាក់កណ្ដាលទៀតរបស់ពួកយើងម៉ាក់តើនេះជាកម្មវិធីស្អីទៅកម្មវិធីចម្រុះបើកថ្មីកំពុងប្រកាសដូចជាប្រាប់ថាឲ្យតែចូលរួមគឺអាចមើលឃើញអ្នកមកខាងទៀតមួយថ្ងៃធ្វើអីហើយអាឡូលោកវាងក្រែងលោកធ្វើការប៉ុស្តិ៍ទូរទស្សន៍អូខ្ញុំចង់សូមលោកជួយរឿងមួយគឺមានកម្មវិធីចម្រុះមួយលោកអាចជួយចុះឈ្មោះខ្ញុំបន្តិចបានទេឡោBaby ស៊ីយានអូនមកហើយមកឆាប់អង្គុយចុះទៅស៊ីយានប៉ាឯងអត់ថាអីទេហ៎ប្រកាសជាអន់ម្យ៉ាងទៀតខ្ញុំបានស៊ើបដឹងរឿងមួយលក្ខខណ្ឌរបស់អូនដូចជាចំណេញពេកហើយទេដឹងពេលនេះផ្ញើខ្លួនលើគេនេះស្មោះម្នាក់ដែលបង្ហាញខ្លួនកាលពីថ្ងៃនៅក្នុងផ្ទះឈិនជីង